នេះយើងនឹងមកមើលអំពីស្បែកប្រាំងម៉ូតូរបស់យើងថាស្បែកប្រាំងម៉ូតូរបស់យើងហ្នឹងវានៅសល់កម្រិតណាអញ្ចឹងជំហានដំបូងយើងមកមើលស្បែកប្រាំងម៉ូតូរបស់យើងនៅខាងក្រោយថាវាសល់កម្រិតណាជាក់ស្ដែងស្បែកប្រាំងម៉ូតូមួយនេះគឺវាអត់ទាន់អស់អីខ្លាំងណាស់ទេប៉ុន្តែបើសិនជាមុំវាចុងស្រួចទាំងពីរហ្នឹងវាដល់គ្នាមានន័យថាស្បែកប្រាំងហ្នឹងវាអស់ហើយដល់ពេលដែលត្រូវផ្លាស់ប្ដូរហើយតែសម្រាប់ម៉ូតូនេះគឺមើលទៅវាអត់ទាន់ដល់ខ្លាំងទេយើងអាចប្រើប្រាស់បានមួយរយៈអញ្ចឹងមួយវិញទៀតតើតើនឹងពីការមើលស្បែកប្រាំងនៅខាងមុខស្បែកប្រាំងខាងមុខគឺយើងដំបូងយើងត្រូវមើលថាសប្រាំងរបស់យើងសឹងថាវាសឹកឬក៏អត់អញ្ចឹងសម្រាប់ម៉ូតូនេះថាសប្រាំងក៏វារៀងសឹកខ្លះដែរប៉ុន្តែក៏វាមិនសឹកខ្លាំងណាស់ណាដែរហើយយើងអាចប្រើប្រាស់បានរយៈពេលកន្លះឆ្នាំអីទៀតដែរអញ្ចឹងមួយវិញទៀតយើងត្រូវមើលស្បែកប្រាំងមុខម៉ូតូរបស់យើងស្បែកប្រាំងមុខម៉ូតូរបស់យើងហ្នឹងគឺសម្គាល់ទៅលើជាក់ស្ដែងយើងមើលទៅពីចំហៀងនៃថាសប្រាំងសងខាងហ្នឹងយើងឃើញស្បែកហើយថាវានៅក្រាស់ឬក៏អត់អញ្ចឹងបើយើងឃើញថាស្បែកប្រាំងយើងទាំងសងខាងហ្នឹងវានៅក្រាស់ស្មើគ្នាមានន័យថាប្រាំងរបស់យើងហ្នឹងគឺវាល្អប្រើហើយវាមានន័យថាវាអត់ខូចអញ្ចឹងបើយើងឃើញខាងឆ្វេងឬក៏ខាងស្ដាំនៃថាសប្រាំងខាងមុខយើងហ្នឹងវាស៊ីស្មើគ្នាស្បែកប្រាំងរបស់យើងហ្នឹងគឺវាល្អហើយប្រាំងរបស់យើងហ្នឹងគឺវាអត់មានការខូចអីទេហើយយើងមើលចេះតែបែកប្រាំងម៉ូតូនេះគឺវានៅសល់ច្រើនកម្រាស់វាចង់ប្រហែលមួយឆ្នាំដែរអញ្ចឹងយើងអាចប្រើប្រាស់រហូតបានខ្ទង់ជាងកន្លះឆ្នាំឬក៏មួយឆ្នាំអញ្ចឹងទៅបើសិនជាយើងអត់សូវប្រើញឹកអញ្ចឹងណាតែបើយើងប្រើញឹកអាចថាកន្លះឆ្នាំដែរវាត្រូវការផ្លាស់ប្ដូរដើម្បីកុំឲ្យថាសប្រាំងរបស់យើងហ្នឹងវាស៊ីដល់ដៃទៅវាឆាប់ខូចអញ្ចឹងណាអញ្ចឹងបើយើងចេះមើលពីស្បែកប្រាំងខាងមុខរបស់យើងថាត្រូវផ្លាស់ប្ដូរពេលណាឬក៏វាចិត្តអស់ហើយយើងត្រូវផ្លាស់ប្ដូរវាទៅកុំទុកឲ្យវាស៊ីដល់ដៃទៅវាធ្វើឲ្យខូចថាសប្រាំងរបស់យើងជីវៀងដែលយើងដុសថាសប្រាំងទៅវាខាតថវិកាច្រើនដែរអញ្ចឹងមួយវិញទៀតយើងត្រូវមើលកឡប្រាំងមុខរបស់យើងកឡប្រាំងមុខរបស់យើងហ្នឹងគឺវាមានលេចហូរប្រេងចេញពីខាងលើអត់អញ្ចឹងកាលណាដែលវាលេចឬក៏ហូរប្រេងចេញពីខាងលើវាអាចធ្វើឲ្យប្រាំងមុខរបស់យើងនឹងចូលខ្យល់កាលណាដែលប្រាំងមុខយើងចូលខ្យល់គឺចាប់ទៅវាអត់សូវស៊ីទេចាប់ទៅរៀងចាប់ខុយវាថាអត់ស៊ីតែម្ដងហើយយើងត្រូវពិនិត្យមើលដែរថាប្រេងប្រាំងរបស់យើងនឹងវាពេញអត់អញ្ចឹងយើងមើលជាក់ស្ដែងទៅនៅក្នុងកន្លែងវងមូលដែលពណ៌អសហ្នឹងយើងអាចមើលឃើញប្រេងប្រាំងរបស់យើងហើយថាវាពេញឬក៏អត់បើសិនជាវាអត់ពេញទេយើងត្រូវចាក់ថែមហើយមួយទៀតយើងត្រូវពិនិត្យមើលប្រេងប្រាំងរបស់យើងដែរថាវាល្អអត់បើវាល្អយើងត្រូវដូរចេញបើយើងអត់ដូរទេប្រាំងរបស់យើងចាប់ទៅវាអត់ស៊ីច្បឺតដូចពេលដែលយើងទិញថ្មីទេវារៀងស៊ីដែរតែរៀងស៊ីកញ្ឆក់អញ្ចឹងអញ្ចឹងកន្លែងហ្នឹងគឺសំខាន់មែនទែនសម្រាប់ការផ្នែកទៅលើកឡប្រេងប្រាំងខាងមុខអញ្ចឹងយើងមើលមួយជុំពីរជុំទៀតទៅថាមើលមានលេចប្រេងអីអត់បើសិនជាអត់មានការលេចប្រេងអីទេមានន័យថាកឡប្រេងប្រាំងរបស់យើងហ្នឹងគឺ100%យើងអត់ចាំបាច់ត្រូវធ្វើការចាក់ប្រេងឬអីទេមួយវិញទៀតយើងមើលប្រាំងក្រោយអញ្ចឹងប្រាំងក្រោយអ្នកទាំងអស់គ្នាត្រូវដាក់កម្រិត C ឲ្យដូចខ្ញុំនឹងតឹងទៅគឺមានន័យថាវាជា standard មួយដែលយើងប្រើប្រាស់ចេញពីក្រុមហ៊ុនតែម្ដងអញ្ចឹងណាហើយជាបទពិសោធន៍នៅពេលដែលយើងដាក់កម្រិត C ប៉ុណ្ណឹងយើងស្រួលចាប់វាអត់ចុកដៃហើយអត់រោយដៃវីដេអូខ្ញុំមានប៉ុណ្ណឹងអរគុណ